ទេវតានិងបិសាចបានស្រឡាញ់នារីម្នាក់ក្នុងពេលតែមួយនារីម្នាក់នោះចុងក្រោយបានសម្រេចជ្រើសរើសទេវតាព្រោះតែទេវតាពោពេញដោយភាពល្អនិងពន្លឺពេលជ្រើសរើសរួចហើយបិសាចគ្រាន់តែញញឹមស្កស្កហើយដើរចេញទៅដោយមិននិយាយអ្វីទាំងអស់ប៉ុន្តែក្រោយមកឋានលើបានដឹងរឿងនេះទេវតាបានល្មើសច្បាប់ឋានលើដោយមានស្នេហាជាមួយមនុស្សលោកដែលលទ្ធផលនៃការល្មើសនេះមនុស្សលោកទាំងអស់ត្រូវតែរលាយទាំងអស់ហើយមានតែសម្រាប់នារីម្នាក់នោះចោលទេទើបមនុស្សលោកទាំងអស់បានរួចខ្លួនបានពេលដឹងរឿងនេះមនុស្សលោកចាប់ផ្ដើមភ័យខ្លាចហើយសូមឲ្យទេវតាសម្លាប់នាងដើម្បីសង្គ្រោះជីវិតមនុស្សលោកទាំងមូលទេវតាឈឺចាប់ខ្លាំងណាស់ប៉ុន្តែចុងក្រោយគាត់ក៏សម្រេចចិត្តជួយមនុស្សលោកទាំងអស់ហើយសម្លាប់មនុស្សដែលខ្លួនស្រឡាញ់ទាំងឈឺចាប់នារីម្នាក់នោះក៏យល់ស្របជាមួយរឿងនេះដែរព្រោះនាងមិនចង់ឲ្យមានអ្នកណាស្លាប់ដោយសារតែនាងទៀតឡើយនៅថ្ងៃដែលទេវតាត្រៀមលើកដាវសម្រាប់នាងស្រាប់តែមានសម្លេងស្រែកសុំជំនួយលាន់ឮពីឋានមនុស្សទៅពេលទេវតានិងនារីទៅដល់ពួកគេឃើញមនុស្សទាំងអស់ត្រូវបានបិសាចសម្លាប់អស់ទៅហើយពេលបិសាចឃើញពួកគេទៅដល់បិសាចគ្រាន់តែសើចហើយក៏ដើរចេញទៅបិសាចសម្លាប់មនុស្សលោកទាំងអស់ដើម្បីតែការពារមនុស្សដែលខ្លួនស្រឡាញ់ទេវតានិងបិសាចខុសគ្នាត្រង់ទេវតាអាចដើម្បីមនុស្សក្នុងលោកសម្លាប់អ្នកតែបិសាចអាចសម្លាប់មនុស្សមួយពិភពលោកដើម្បីអ្នកបើឲ្យឱកាសអ្នកខ្លាយជានារីម្នាក់នោះតើអ្នកនឹងជ្រើសរើសទេវតាឬបិសាច